Tuesday nè đo khné ngày này nhiều miền video tham mấy chạy rung lên to từ hái cứ rồi biết đo blog Facebookនិង Messenger ចេញនឹងអស់គ្នាឧទាហរណ៍ថាអ្នកគ្នាមើល page ខ្លះអ្នកគ្នាអត់ចូលចិត្តចឹងណាគ្នាblog ចោលមួយរយៈនឹកឃើញថាចង់ដោះ blog នឹងចេញវិញដើម្បីបានមើល page ហ្នឹងឧទាហរណ៍ថាចឹងណាហើយអ្នកគ្នាអត់ដឹងថាកន្លែងដោះហ្នឹងវាដោះរបៀបម៉េចចឹងណាឬក៏អ្នកគ្នាយើងសង្ស័យអីចឹងវាដោះប្លុកហើយអត់ចេះដោះចឹងណាដោយអ្នកធ្វើការមួយខ្ញុំចឹងឆ្លោះគ្នាចឹងប្លុកចឹងទៅហើយអត់ចេះដោះប្លុកវិញចង់ឆាតទៅខៀវវិញឲ្យខ្ញុំដោះឲ្យចឹងទៅអាសាច្រើនណាច្រើន3 4នាក់ឯងក្នុងរោងចក្រខ្ញុំចឹងឥឡូវខ្ញុំធ្វើពីរបៀបដោះប្លុកពី Facebook និង Messenger ចេញណាគ្នាសង្ឃឹមថាអ្នកគ្នាស្ដាប់ខ្ញុំយល់ចង់និយាយថាក្នុងវីដេអូនេះគឺរបៀបដោះ blog Facebook និង Messenger ចេញគឺថាអ្នកគ្នានឹង blog Facebook នឹងចេញអញ្ចឹងណា blog page នឹងដែលវាផងពោលសង្គមអញ្ចឹងអ្នកគ្នា blog ចោលតែមួយរយៈចុងក្រោយនេះអ្នកគ្នាចង់មើល page នឹងវិញតែមើលអត់ឃើញហើយចង់ដោះវិញតែចេះដោះអញ្ចឹងអ្នកគ្នាមើលវីដេអូខ្ញុំនេះទៅគឺរបៀបដោះប្លុកអញ្ចឹងអ្នកគ្នាអាចអនុវត្តតាមខ្ញុំមួយមកនឹងចេះដោះប្លុកហើយអញ្ចឹងអ្នកគ្នាតើកុំឲ្យខាតពេលយូរទៅរៀនដោះប្លុក Facebook និង Messenger ចេញទាំងអស់គ្នាអូខេអញ្ចឹងអ្នកគ្នាចូលមកឆាតរបស់យើងមកនេះចុចលើឆាតរបស់យើងមកបន្ទាប់មកអ្នកគ្នាចុចឡើងកន្លែងមកកន្លែងត្រេ3ហ្នឹងចុចលើមកចឹងពេលអ្នកគ្នាចុចលើនឹងហើយអ្នកគ្នាមកមើលពីថា setting ចុចលើពី setting មកចឹងពេលអ្នកគ្នាចុចមើលពី setting ហើយអ្នកគ្នាអូមកមើលពាក្យនេះអ្នកគ្នាពាក្យថា private and security គេនេះអ្នកគ្នាសូមជាអង់គ្លេសចុចលើនឹងមកចឹងពេលអ្នកគ្នាចុចលើនឹងហើយអ្នកគ្នានឹងមកមើលពីអង់គ្លេសមួយទៀតគឺនេះគេ blocking account នេះចឹងយើងចុចលើនឹងមកចឹងហើយនេះជា account ដែលខ្ញុំបាន block ហ្នឹងនេះចឹងឧទាហរណ៍ថានេះ account ដែលគ្នា block ចឹងណាចង់ដោះ block វិញអ្នកគ្នាឧទាហរណ៍ថាអ្នកគ្នាចង់ដោះ block account មួយនេះចឹងអ្នកគ្នាចុចលើនឹងមកចឹងពេលអ្នកគ្នាចុចលើនឹងហើយអ្នកគ្នាចុចពាក្យថា unblock ចឹងអ្នកគ្នាអាចមើលបាននេះចឹងមានន័យថា account ដែលយើង block ឈ្មោះមិញហ្នឹងគឺយើង block យើង unblock វិញហើយមានន័យថាយើងអាចមើល page ហ្នឹងបានឃើញដូចមុនហើយចឹងមានន័យថាយើងដោះអ្នកថាយើងដោះunblock ហ្នឹងបានវិញណាគ្នាចឹងឧទាហរណ៍ថា account នេះសិតតែខ្ញុំ block ចោលចឹងណាបើសិនជាអ្នកគ្នាចង់ដោះ block វិញគាត់អាចចុចលើ account ហ្នឹងទៅគឺយើងដោះ block បានហើយឥឡូវឧទាហរណ៍ដោះ block account មួយទៀតសាមើលនិយាយទៅយើងដូចគ្នាចុចតែលើហ្នឹងទៅហើយយើងចុចពាក្យថា unblock ហ្នឹងទៅគឺយើងដោះ block បានទេអ្នកគ្នាគឺងាយទេគឺរបៀបដោះ unblock ហ្នឹងចឹងណាចឹងសម្រាប់បងប្អូនចង់ចេះមើលតាមហ្នឹងធ្វើអនុវត្តតាមខ្ញុំមួយទៅណាគ្នាចុះវីដេអូរបៀបដោះ unblock លើឆាតឬក៏យើងសន្លងដៃ block គេឬក៏ជើងមើល page នឹង block យើងចង់ដោះ block វិញអ្នកគ្នាធ្វើចឹងមកណាគ្នាឥឡូវនិយាយទៅវាជាន់តាមណៃងាយញ៉ាអញ្ចឹងសូមចោះធំនឹងអ្នកគ្នាកុំឲ្យខាត់ពេលអ្នកគ្នាដាក់ក្នុងវីដេអូនឹងយូរអញ្ចឹងមានន័យថាអ្នកគ្នាគាត់ធ្វើតាមខ្ញុំអញ្ចឹងមកគឺអាចដោះ unblock បានហើយក្រោយយើងអាចឃើញ page នឹងមកវិញបានហើយអ្នកគ្នាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអ្នកគ្នាជួបគ្នាក្នុងវីដេអូក្រោយ